នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទសូមជូនខ្លីមកគឺបើយោងតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន Bloomberg ហើយគាត់ធ្វើការចងក្រងទិន្នន័យនេះគឺគាត់ថាឥឡូវហ្នឹងគឺអ្នកវិនិយោគបាទនៅខាងអន្តរជាតិនេះគឺចាប់ផ្ដើមទិញពាក្យហ៊ុនរបស់ថៃវិញដោយសារតែក្រោយពីការបោះឆ្នោតមកឃើញថាលោកអនុทิនបានឈ្នះឆ្នោតដែលគេរំពឹងថានឹងមានស្ថិរភាពដោយសារតែបាទគាត់នឹងគឺគ្រប់គ្រងស្ដាច់គ្រប់គ្រងយោធាអញ្ចឹងដូច្នេះมันអាចនឹងមានរដ្ឋប្រហារកើតឡើងទេបើសិនជាបកភូមិใจបើសិនជាបកភឿថៃឬក៏បកប្រជាជនជាប់នឹងអាចនឹងគេអត់ទុកចិត្តទេគឺរឿងរ៉ាវអាចកើតឡើងលពេលលប៉ះទៀតដែរតែដល់ពេលអនុធានជាប់អញ្ចឹងទៅមានការគ្រប់គ្រងពីស្ដាច់មានការគ្រប់គ្រងពីយោធាអញ្ចឹងទៅអ្នកវិនិយោគទុនគាត់មានជំនឿបានទិញពាក្យហ៊ុនគឺបើតាមការចងក្រងរបស់ខាង Bloomberg ក៏ថាមានគាត់ថាថ្ងៃច័ន្ទហ្នឹងគឺទិញរហូតដល់$531 លានបាទទិញបាទថាជាចំនួនច្រើនបំផុតហើយបើគិតចាប់តាំងពីខែកុម្ភៈឆ្នាំ2022មកបាទថាសេដ្ឋកិច្ចរបស់ថៃក្នុងពេលកន្លងមកដាក់លើវិនិយោគិនបរទេសហ្នឹងគឺមិនចង់ដាក់ទុនទៅទេឥឡូវស្រាប់តែទិញភ្លាមតែម្ដងដូច្នេះហើយធ្វើឲ្យលំហូរនឹងចូលដូចជាសន្ទុះតែគេគិតពីការកើនឡើងនោះគឺសេដ្ឋកិច្ចនឹងកើនឡើងអាចនឹងទៅដល់3កណ្ដោះសញ្ញា 5% បាទបើមើលសន្ទុះនៃការអភិវឌ្ឍហ្នឹងដែលជាសូចនាករល្អសម្រាប់ប្រទេសថៃដែលត្រូវការខ្លាំងពីព្រោះអីការរីកចម្រើនសេដ្ឋកិច្ចរបស់ថៃគឺមានខ្ទង់រង្វង់ 1% ជាប់ជាប្រចាំមកដែលដើរក្រោយប្រទេសមួយចំនួននៅក្នុងតំបន់ហ្នឹងផងដែរបាទដូច្នេះគឺជាព័ត៌មានមួយបាទហើយគេថាការថែមទាំងទៅលើលទ្ធផលឆ្នោតនេះគឺអ្នកដែលវិនិយោគទុននោះគឺមានអារម្មណ៍ប្រសើរឡើងក៏ដូចជាមានតម្លៃមាសដែលខ្ពស់នោះគឺក៏ជួយជំរុញនៅរូបិយប័ណ្ណនៅក្នុងស្រុកឲ្យកើនឡើងផងដែរបាទអញ្ចឹងគឺនៅថ្ងៃអង្គារបាទក៏មានការកើនឡើងច្រើនផងដែរសម្រាប់អ្នកវិនិយោគទុននៅក្នុងទីផ្សារហ្នឹងដែលឡែកនាយករដ្ឋមន្ត្រីថៃគឺលោកអនុทินច័ន្ទវីរកុលបាននិយាយនៅថ្ងៃអង្គារថាលោកមានទំនុកចិត្តថារដ្ឋាភិបាលរបស់លោកនឹងដឹកនាំការងារពេញមួយអាណត្តិតែម្ដងសម្រាប់រយៈពេល4ឆ្នាំនេះបាទអញ្ចឹងសូមអរគុណប្រិមិត្តណាអរគុណប្រិមិត្តច្រើនដែលបានចូលមកទស្សនាហើយបានសម្រាប់អ្នកនៅកម្ពុជាគឺព្រឹកមិញអ្នកនៅអាមេរិកនេះគឺខ្ញុំចង់បញ្ចូលអត្ថបទនេះដែលជាអត្ថបទបញ្ចេញមតិមួយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជានៅក្នុងសារព័ត៌មាន South China Morning Post បាទហើយខ្ញុំក៏បានស្នើឲ្យប្រិមិត្តមួយចំនួនដែលចង់ដឹងគឺសាកសរសេរខ្លួនឯងមើលកុំប្រើ AI ណាតិចប្រើ AI ជួយសរសេរខ្លួនឯងមើលបាទអញ្ចឹងបើតាមខ្ញុំមិនដឹងថាលោករដ្ឋមន្ត្រីនឹងគាត់សរសេរខ្លួនឯងអត់ទេប៉ុន្តែតាមធម្មតាកម្រិតដល់រដ្ឋមន្ត្រីអញ្ចឹងគឺមិនសរសេរខ្លួនឯងច្បាស់ជាមានអ្នកដែលជំនាញសរសេរឲ្យប៉ុន្តែគាត់ថាខ្ញុំបរៀនរបៀបធ្វើការបន្តិចថ្ងៃក្រោយទៅក្មួយបងអូនណាឡើងដល់ធ្វើរដ្ឋមន្ត្រីទៅអង្គុយសរសេរខ្លួនឯងមិនទេគេអត់សរសេរខ្លួនឯងគឺគេហៅអ្នកណាមួយដែលជាពិសេសអ្នកខាងទទួលបន្ទុកខាងប្រេសខាងអីហ្នឹងបើនៅក្នុងអង្គភាពមួយគេហៅមេព័ត៌មាននឹងទៅមកបាទមេព័ត៌មានគាត់ហៅទៅណាអញ្ចឹងយើងជាមេហ្នឹងគឺយើងប្រាប់ទៅណាឥឡូវចង់សរសេរ op-ed មួយឬ opinion piece មួយឲ្យកសែតអញ្ចឹងយើងចង់បានចំណុចនេះនិយាយឧទាហរណ៍និយាយពីរឿង scam ហ្នឹងវាកើតឡើងចែកម្ពុជាទទួលស្គាល់ចែរឿងហ្នឹងការអនុវត្តបានប៉ុណ្ណេះគឺយើង outline អ្វីដែលយើងចង់បានហ្នឹងប្រាប់ទៅជាមួយអ្នកខាងយើងហ្នឹងឬក៏ជួនកាលអ្នកខាងមេព័ត៌មានហ្នឹងគាត់និយាយប្រាប់វិញថាអញ្ចឹងមកបាទឲ្យអញ្ចឹងហើយមានការឯកភាពគ្នាពីគោលការណ៍អញ្ចឹងហើយបាទយើងយកទៅ research សរសេរបាទពេលយើងសរសេរហ្នឹងគឺយើងត្រូវresearch ខ្លួនឯងហើយយើងទៅផ្ទៀងផ្ទាត់ជាមួយនឹងអ្នកដែលនាយកដ្ឋានដែលជំនាញខាងហ្នឹងទៀតអ្នកជំនាញទៀតថាបើយើងនិយាយតែពីការប្រក្រាបបានប្រហែលអញ្ចឹងយើងទៅបញ្ជាក់ឲ្យបានច្បាស់ពីខាងនាយកដ្ឋានហ្នឹងគាត់ថាអូខេចេះឲ្យផែនការយើងចេះទៀតឲ្យបានច្បាស់អញ្ចឹងហើយបានយើងយកទៅឆ្លងមេយើងនឹងរដ្ឋមន្ត្រីហ្នឹងអញ្ចឹងមកគាត់ពិនិត្យមើលទៅកែយ៉ាងម៉េចបន្ថែមយ៉ាងម៉េចបាទអាហ្នឹងបានគេផ្ញើទៅសារព័ត៌មានណារបៀបគេធ្វើអញ្ចឹងព្រឹកមិញនេះខ្ញុំឲ្យនេះគឺខ្ញុំអត់ឲ្យតម្រុយទេគ្រាន់ឲ្យសរសេរនេះគឺយើងអាចចាប់ផ្ដើមសរសេរខ្លួនឯង research ខ្លួនឯងអញ្ចឹងជា draft មកយកឆ្លងយោបល់គេទីផ្ទាត់គ្រប់គ្នាក៏បានដែរណាអញ្ចឹងខ្ញុំបរៀនរបៀបធ្វើការបន្តិចឲ្យយល់បាទក្នុងការធ្វើការគេមានរបៀបរបបពីអញ្ចឹងដើម្បីចេញមកព័ត៌មានឲ្យសុក្រិតបាទជួនកាលអ្នកខ្លាំងអង្គុយនិយាយតាម YouTube Facebook ហ្នឹង2ម៉ោងក៏បានដែរក៏ប៉ុន្តែដល់ពេលសរសេរសាច់ការខ្លឹមសារ
មកតំពរហ្នឹងទៅសេ2ថ្ងៃអត់ទាន់ហើយណាបាទពីព្រោះមិនមែនអាចនិយាយប្រភ្លេចបានទេយើងនិយាយចេះនិយាយបានប៉ុន្តែដល់ពេលសរសេរយើងទៅរើសពាក្យណែងណងឲ្យវាមានលក្ខណៈយ៉ាងម៉េច professional មកបាទបើតែកម្រិតទៅថាថ្នាក់ណាប្រធានស្ថាប័នអីហ្នឹងគឺច្បាស់ណាស់ពាក្យពេចន៍អីហ្នឹងតួលេខអត់មានឲ្យយកបន្លំបានទេបាទអូខេហ្នឹងគ្រាន់តែខ្ញុំជាចំណេះដឹងទៅដល់ប្រិយមិត្តមួយចំនួនហើយដោយសន្យាបាទប្រហែលមួយរយៈហ្នឹងនិយាយត្រង់ខ្ញុំសារភាពខ្ញុំមិនបានទៅពេញតាមសន្យានឹងច្រើនមែនតើបាទមិនមែនជាទម្លាប់របស់ខ្ញុំប៉ុន្តែរវល់ផ្ទាល់ខ្លួនឆ្លៀតខ្ញុំថាធ្វើអត្ថបទនេះជូនប្រិយមិត្តប៉ុន្តែមិនទាន់បានអញ្ចឹងឥឡូវនឹងព្យាយាមនៅយប់នៅថ្ងៃនេះឬក៏ស្អែកហ្នឹងបាទអត្ថបទនេះល្អដែរជាចំណេះដឹងមកជាចំណេះដឹងហើយជាការឆ្លើយនឹងសំណួរដែលប្រិយមិត្តមួយចំនួនសួរថាតើកិច្ចខិតខំប្រឹងប្រែងរបស់យើងកន្លងមកតើអន្តរជាតិគេយល់យ៉ាងម៉េចបាទដូច្នេះតាមរយៈប្រតិកម្មរបស់ខាងអ្នកជំនាញមួយចំនួនអ្នកសង្កេតការមួយចំនួនយើងអាចយល់ដឹងបានអញ្ចឹងដូច្នេះនៅក្នុងរឿងនេះសូមទន្ទឹងរង់ចាំដូចថា expect ថាមានអ្នកខ្លះនិយាយអវិជ្ជមានអ្នកខ្លះនិយាយវិជ្ជមាននឹងជារឿងធម្មតាណាទោះបីជាគេនិយាយវិជ្ជមានក៏ដោយអវិជ្ជមានក៏ដោយខ្ញុំនឹងបង្ហាញជូនប្រិយមិត្តដើម្បីឲ្យប្រិយមិត្តបានយល់ឲ្យដឹងកុំឲ្យយកតែចំណុចណាល្អមកល្អពេកស្អាតតែការពិតវាអត់ល្អអញ្ចឹងដូច្នេះសារព័ត៌មានគាត់ទៅជឿដែរគាត់ជឿរើយកអ្នកខ្លះនិយាយល្អអ្នកខ្លះនិយាយមិនល្អដែរអញ្ចឹងណាបើអញ្ចឹងថ្ងៃនេះបាទមានអ្នកឲ្យយោបល់ថាមានសំណួរមួយល្អលោកប៊ុនហៀងក៏សួរថាតើប្រធានាធិបតីអាមេរិកពេលក្រងអំណាចគឺនៅតែអាចបែងចែករបៀបដឹកនាំបកមកលីឡំក្នុងស្ថាប័នប្រទេសទៀតដោយរឿងអញ្ជើញអភិបាលរដ្ឋមកសេតវិមានអញ្ចឹងបើមានយោបល់យ៉ាងម៉េចដែរលោកប៊ុនហៀងគាត់ដឹងចម្លើយហើយគាត់សួរបន្ថែមដើម្បីឲ្យខ្ញុំឆ្លើយកន្លងមកអត់ដែលមានអញ្ចឹងទេបាទពីព្រោះអីក្នុងពេលឃោសនាបាទគឺធម្មតាទាំងបេក្ខជនគណៈបកសាធារណរដ្ឋក្តីប្រជាធិបតេយ្យក្តីគាត់តែងតែឃោសនាដោយយកកន្លែងណាមកបំភ័យនិងលើកទឹកចិត្តផងបាទលើកទឹកចិត្តរបស់ដល់ប្រជាពលរដ្ឋហ្នឹងគឺថាបើសិនជាគាត់ជួបណាបញ្ហាសេដ្ឋកិច្ចដែលយើងលំបាកចំណាយច្រើនហ្នឹងនឹងត្រូវដោះស្រាយទៅវាធូរចេះធូរចុះហើយគាត់បំភ័យហ្នឹងគឺបំភ័យថាអូបើសិនជាអ្នកនេះនៅបន្តអ្នកនោះកាន់ក្រៅពីគាត់គឺជនអន្តោប្រវេសន៍ហ្នឹងគឺចូលមកនឹងដដើមការងារដដើមអីហើយយើងជំពាក់បំណុលចិនអីខ្លះអញ្ចឹងបាទគាត់លើកទឹកចិត្តមកគាត់បំភ័យផងបាទដល់អញ្ចឹងទៅតាមធម្មតាបេក្ខជនមួយគោលនយោបាយផ្សេងគ្នាដូច្នេះពេលដែលយើងស្ដាប់ទៅដូចជាបំបែកគ្នាអញ្ចឹងប៉ុន្តែពេលដែលគាត់ជាប់ឆ្នោតគឺសារនយោបាយរបស់គាត់ខុសវិញគឺគាត់សារពង្រួមវិញបាទពង្រួមធ្វើយ៉ាងណាគាត់ខិតខំសូម្បីតែពេលអនុម័តច្បាប់ឧទាហរណ៍ដូចជាអនុម័តច្បាប់តាក់ទងជាមួយនឹងច្បាប់ប៉ូលីសអន្តោប្រវេសន៍ស្អីណាក្រសួងយុទ្ធក្រសួងសន្តិសុខនីតិភូមិអញ្ចឹងគឺគាត់ត្រូវរកវិធីណានិយាយសម្របសម្រួលគ្នាដើម្បីគេថា reach across the aisle បាទ reach across the aisle ហ្នឹងគឺពីព្រោះមកខាងគណៈបកសាធារណរដ្ឋគេអង្គុយមកជំនាញជាតបតៃគេមកអង្គុយមកជំនាញអញ្ចឹងគេ reach across the aisle ហ្នឹងដើម្បីចាប់ដៃគ្នាធ្វើការដែលភាសាខ្មែរថាចាប់ដៃគ្នាធ្វើការហ្នឹងក៏ប៉ុន្តែលោកប្រធានាធិបតី Donald Trump បាទលោកមានលក្ខណៈពិសេសដូចដែលខ្ញុំបាននិយាយក្នុងពេលកន្លងមកលោកមានលក្ខណៈពិសេសបន្តិចគឺរឿងបែបនេះគឺមិនដែលកើតមានឡើងទេបាទដែលបើថាសមាគមអភិបាលរដ្ឋអីចឹងគឺគេមកទាំងអស់ហើយបាទព្រោះអ្នកដែលអភិបាលរដ្ឋប្រជាធិបតេយ្យតាមធម្មតាគាត់ការពារគោលនយោបាយប្រជាធិបតេយ្យរបស់គាត់អភិបាលសាធារណរដ្ឋគឺគាត់គ្រប់គ្រងគោលនយោបាយរបស់បកគាត់ដែរអញ្ចឹងដូច្នេះយ៉ាងណាក៏ដោយក៏គេប្រមូលគ្នានៅក្នុងបន្ទប់ប្រជុំតែមួយនឹងនិយាយទៅបាទអញ្ចឹងបានដូចតែខ្ញុំនិយាយអញ្ចឹងដែរដូចអ្នកនយោបាយនៅសហរដ្ឋអាមេរិកខ្លះពេលខ្លះតមុខក្រាស់ទេបាទប៉ុន្តែនៅរឿងនេះគឺរឿងអត់ដែលឃើញទេក្នុងពេលកន្លងមកណាបាទលោកប៊ុនហៀងនៅអាមេរិកដែរគឺដឹងឲ្យខ្លួនឯងការសង្កេតឃើញណាស់បាទអញ្ចឹងនៅខ្ញុំបើសួរយោបល់ខ្ញុំមិញនេះខ្ញុំជូនជាការសារបានបាទបើជូនជាយោបល់ខ្ញុំវិញខ្ញុំថាបាទគឺបាទគួរតែខ្ញុំយល់ថាការសម្រេចរបស់ខាងសមាគមអភិបាលរដ្ឋនឹងគាត់សម្រេចត្រូវហើយបាទគឺមិនត្រូវមានការបែងចែកចឹងទេគឺត្រូវតែបើជាអាមេរិកកាន់តែមួយបាទប៉ុន្តែអ្វីដែលលក្ខណៈពិសេសរបស់អាមេរិកដែលចាស់ដែរបើសិនជាឧទាហរណ៍បើយើងមានលក្ខណៈមើលទៅដូចជាលោកប្រធានាធិបតីលោកបែងចែករបៀបលក្ខណៈបែងចែកអញ្ចឹងមែនក៏ប៉ុន្តែបើតិចច្រឡំថាអាមេរិកបែងចែកគ្នាមែនតើពេលដែលប្រទេសកម្លាំងពីខាងក្រៅមកវិបហាសហរដ្ឋអាមេរិកគឺបាទកម្លាំងរួមគ្នាតែមួយ United We Stand គឺជាសេចក្តីរាយការណ៍របស់ខាងវិទ្យុ NPR National Public Radio
National Public Radio បានរាយការណ៍ថាគឺនៅថ្ងៃអង្គារទី10 ខែកុម្ភៈឆ្នាំ 2026 នេះគឺខាងគណៈកម្មាធិការត្រួតពិនិត្យរបស់ខាងសភាបានកោះអញ្ជើញប្រធានខាងប៉ូលីសអន្តរប្រវេសន៍ AI មកឆ្លើយបំភ្លឺនៅក្នុងគណៈកម្មការហ្នឹងអំពីការធ្វើប្រតិបត្តិការរបស់ខ្លួននាពេលកន្លងមកហើយគឺជាការកត់សម្គាល់ផងដែរការកោះអញ្ជើញមកនេះគឺកើតមានឡើងជាលើកដំបូងហើយចាប់តាំងពីប៉ូលីសអន្តរប្រវេសន៍ AI បានបាញ់សម្លាប់ពលរដ្ឋអាមេរិកអស់ចំនួន2នាក់ក្នុងពេលដែលពួកគេធ្វើប្រតិបត្តិការនៅក្នុងរដ្ឋ Minnesota គឺនៅក្នុងទីក្រុង Minneapolis មកហើយគឺនៅពេលដែលចូលរួមធ្វើសវនកម្មនោះគឺសមាជិកសភាទាំងគណៈបកប្រជាធិបតេយ្យទាំងគណៈបកសាធារណរដ្ឋនោះគឺបានឆ្លៀតឱកាសនិងរិះគន់ចំពោះចំណាត់ការរបស់ខាងប៉ូលីសអន្តរប្រវេសន៍ AI នឹងច្រើនជាពិសេសគឺការប្រើប្រាស់យុទ្ធសាស្ត្រតាក់ទិករបស់ខាងប៉ូលីសទាំងអស់នោះមកហើយជាពិសេសគឺការដែលរដ្ឋបាលលោកត្រាំខិតខំប្រើប៉ូលីសអន្តរប្រវេសន៍ AI ក្នុងការអនុវត្តច្បាប់អន្តរប្រវេសន៍នេះដែលធ្វើឡើងដោយមានការអនុវត្តយ៉ាងចាស់ដៃផងដែរបាទគឺការរិះគន់ដែលធ្វើឡើងនេះគឺកើតមានឡើងចំពេលដែលរដ្ឋសភាកំពុងតែពិនិត្យដើម្បីសម្រេចថវិកាឲ្យទៅដល់ក្រសួងសន្តិសុខមាតុភូមិដែលនឹងត្រូវផុតថវិកានៅថ្ងៃសុក្រនេះហើយអញ្ចឹងឥឡូវនេះគឺមានការពិចារណាទៅលើច្បាប់ថាតើបើសិនជាមិនមានការឯកភាពគ្នាទៅលើចំណុចជាច្រើនដែលខាងគណៈបកប្រជាធិបតេយ្យបានស្នើឡើងទេអាចនឹងមានកញ្ចប់ថវិការយៈពេលបណ្ដោះអាសន្នទៀតឬយ៉ាងណាគឺមិនតនិយាយដល់ពេលហ្នឹងទេប៉ុន្តែខាងសភាថាมันអាចឲ្យបិទរដ្ឋាភិបាលតែក្រសួងនឹងក្នុងពេលខាងមុខនេះទេគឺនឹងទៅរកវិធីយ៉ាងណាដើម្បីអាចបើកដំណើរការបានបាទហើយនៅក្នុងពេលដែលសួរនោះគឺទាំងគណៈបកសាធារណរដ្ឋនោះពេលខ្លះក៏សម្ដែងការមិនពេញចិត្តផងដែរចំពោះចំណាត់ការរបស់ប៉ូលីសអន្តរប្រវេសន៍ AI អញ្ចឹងខាងសារព័ត៌មាន NPR ក៏បានសង្ខេបនៅ5ចំណុចសំខាន់ណាអញ្ចឹងសម្រាប់បើកវងកញ្ចក់បន្តិចសម្រាប់ប្រិមិត្តដែលនៅក្នុងប្រទេសកម្ពុជាគឺរបៀបធ្វើការរបស់សភារបស់សហរដ្ឋអាមេរិកគឺគាត់មានគណៈកម្មាធិការដើម្បីសង្កេតមើលការងាររបស់ខាងរដ្ឋាភិបាលគឺបើសិនជាមានរឿងអីកើតឡើងអញ្ចឹងគឺហៅស្ថាប័នហ្នឹងមកសួរតែម្ដងសូម្បីតែក្រុមហ៊ុនក៏សភាហៅមកសួរដែរណាមិនអាចឲ្យឬខ្លួនបាននៅសភាគាត់មានសិទ្ធិមានអំណាចអញ្ចឹងដូច្នេះថ្ងៃនេះគឺសារព័ត៌មានផ្សាយ live តាមប៉ុស្តិ៍ជាច្រើនប៉ុស្តិ៍ជាច្រើនតែម្ដងនៅសវនកម្មហ្នឹងអញ្ចឹងឥឡូវចំណុចសំខាន់អញ្ចឹងបើប្រិមិត្តគ្មានពេលស្ដាប់រយៈពេល5 6 7 8ម៉ោងនោះទេគឺចំណុចសំខាន់សារព័ត៌មាន NPR ក៏បានសង្ខេបគឺមាន5ចំណុចចំណុចទី1គឺការដែលស្លាប់ពលរដ្ឋអាមេរិក2នាក់បាទគឺទាំងគណៈបកសាធារណរដ្ឋទាំងគណៈបកប្រជាធិបតេយ្យគឺយកមករឿងនឹងយកមកពិភាក្សានិយាយសួរចោតដេញដោលតែម្ដងបាទអញ្ចឹងបានន័យថាគឺគាត់កត់សម្គាល់សមាជិកសភាទាំងពីរគណៈបកនោះគឺកត់សម្គាល់អំពីការបាត់បង់ជីវិតរបស់ពលរដ្ឋអាមេរិកទាំងពីររូបនៅក្នុងការអនុវត្តការងាររបស់ប៉ូលីសអន្តរប្រវេសន៍ AI ហើយសំណួរចំណុចទី2នោះគឺតាក់ទងជាមួយនឹងការសួរទៅលើថាតើប៉ូលីសអន្តរប្រវេសន៍ AI ហ្នឹងហើយនឹងឆ្មាំព្រំដែននឹងមានការបដោះបដាលយ៉ាងណាគ្រប់គ្រាន់ទេនៅក្នុងការអនុវត្តការងាររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនេះដែលយកមកអនុវត្តហ្នឹងគឺគាត់បានទទួលការវឹកវើគ្រប់គ្រាន់មានធនធានមនុស្សគ្រប់គ្រាន់ទេដែលមកធ្វើការងាររបៀបនេះហើយដែលមកអនុវត្តចំពោះពលរដ្ឋអាមេរិកបាទអញ្ចឹងគឺគាត់ផ្ដោតទៅលើថាការអនុវត្តការងារក្នុងពេលកន្លងមកហ្នឹងវាខ្វះការវឹកវើនៅបានគ្រប់គ្រងយ៉ាងម៉េចពីព្រោះនៅក្នុងពេលកន្លងមកមានការលើកឡើងថាប៉ូលីសអន្តរប្រវេសន៍ AI ហ្នឹងគាត់បាទមិនមានការវឹកវើអីគ្រប់គ្រាន់តាក់ទងជាមួយនឹងការទប់ទល់ជាមួយនឹងពលរដ្ឋដែលមកធ្វើបាតកម្មនោះទេហើយពេលដែលគាត់ចុះអនុវត្តការងារនៅកន្លែងមួយចំនួនគឺពលរដ្ឋចេញមកតវ៉ាជាចំនួនច្រើនតែអញ្ចឹងទៅគាត់មិនដឹងថាទៅឆ្លើយតបយ៉ាងម៉េចទេពីព្រោះអីតាក់ទិកនៃការរៀនគេហៅថា crowd control នោះគឺវាខុសគ្នាគឺការគ្រប់គ្រងមនុស្សដែលមកតវ៉ានឹងខុសគ្នាហើយចំណុចទី3នោះគឺខាងគណៈបកសាធារណរដ្ឋក៏ដូចជាគណៈបកប្រជាធិបតេយ្យនោះគឺពួកគេសម្ដែងការព្រួយបារម្ភពីរឿងការដែលប៉ូលីសអន្តរប្រវេសន៍ AI នោះគឺមកល្បាតទីក្រុងនឹងចុះឡើងហើយបើចាប់មនុស្សអីដោយគ្មានគោលដៅកំណត់ច្បាស់លាស់ហើយក៏ចង់ឲ្យមានការពាក់កាមេរ៉ាដើម្បីថតនៅសកម្មភាពដែលពួកគេបានប្រព្រឹត្តនឹងផងដែរបើអញ្ចឹងគឺ
ក្នុងពេលអាណត្តិទី2របស់លោកប្រធានាធិបតី Donald Trump នេះគឺគេសង្កេតឃើញថាលោកយកប៉ូលីសដែលគ្រប់គ្រងនៅព្រំដែនប៉ូលីសព្រំដែនមកអនុវត្តការងារអន្តោប្រវេសន៍នៅក្នុងប្រទេសដែលជារឿងខុសគ្នាណាការងារដែលអនុវត្តតាមព្រំដែនគឺទប់អ្នកដែលចូលមកហ្នឹងគឺដឹងថាអ្នកហ្នឹងអត់ទាន់មានกระดาษស្នាមអីត្រឹមត្រូវហើយមានចំណុចខ្លះគាត់អាចនឹង qualify មិន qualify វាខុសគ្នាពីអ្នកដែលមកដល់ក្នុងប្រទេសហើយប៉ុន្តែអ្វីដែលលោក Trump បានយកមកអនុវត្តហ្នឹងគឺយកអ្នកនៅព្រំដែនមកធ្វើការងារនៅក្នុងប្រទេសអញ្ចឹងហើយការអនុវត្តគឺវាមានលក្ខណៈតឹងរ៉ៃតឹងតែងខ្លាំងក្នុងពេលកន្លងមកនេះដោយដែលប្រិមត្តបានឃើញហើយបាទចំណុចទី4ហ្នឹងគឺទោះបីជាមានការចំណាប់អារម្មណ៍ទៅលើចំណុចខុសគ្នាយ៉ាងណាក៏ដោយតែខាងសារព័ត៌មាន NPR គាត់សង្កេតឃើញថានៅតែអនុវត្តតាមបន្ទាត់នយោបាយរបស់គណៈបកដដែលដែរគឺសមាជិកសភាដែលមកពីខាងគណៈបកសាធារណរដ្ឋហ្នឹងគាត់សរសើរការងារអាយពលានតោប្រវិសអាយណាថាធ្វើក្នុងពេលកន្លងមកគឺសម្រាប់បានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងគណៈពេលដែលសមាជិកសភាដែលមកពីខាងគណៈបកប្រជាធិបតេយ្យវិញក៏ថាទង្វើរបស់ ICE ហ្នឹងគឺជាការមួយធ្វើឲ្យលុបបំបាត់ស្ថាប័នហ្នឹងហើយបាទស្ថាប័នហ្នឹងគឺត្រូវតែរុះរើដើម្បីធ្វើរៀបចំឡើងវិញមិនអាចឲ្យមានការដឹកនាំអនុវត្តរបៀបនេះបានទេបាទគឺជារឿងមួយដែលខាងគណៈបកប្រជាធិបតេយ្យគាត់យកមកហ្នឹងគាត់ថាដូចជាការដែលពាក់ម៉ាស់ពាក់អីហ្នឹងទៅចាប់គេចាប់អីហ្នឹងវាអត់មានទំនងសមហេតុផលសោះបើនឹងបើតាមការលើកឡើងរបស់ខាងគណៈបកប្រជាធិបតេយ្យគាត់ថាទៅបើកម៉ាស់បើកអីទៅបិទមុខអីដូចជាជនមិនត្រឹមត្រូវអីចឹងបាទហើយចំណុចទី5ហ្នឹងគឺដែលគួរចាប់អារម្មណ៍ហ្នឹងគឺគេដូចជាផ្ដោតសំខាន់ទៅលើតែប៉ូលីសអន្តោប្រវេសន៍អាយក្នុងគណៈពេលដែរការអនុវត្តការងារកន្លងមកហ្នឹងគឺមានប៉ូលីសព្រំដែនមកខាងសេវាផ្ដល់សញ្ជាតិហ្នឹងក៏បាទក៏មានចូលរួមពាក់ព័ន្ធដែរនៅក្នុងហ្នឹងឧទាហរណ៍ដូចក្នុងសេចក្តីរាយការណ៍កន្លងមកហ្នឹងគឺអ្នកខ្លះហ្នឹងគឺមកសម្ភាសដើម្បីសុំ green card ហ្នឹងបាទគេចាប់នៅកន្លែងហ្នឹងជាដើមបាទអញ្ចឹងគឺជាសរុបមកគឺមានចំណុចសំខាន់ចំនួន5នេះដែលបានកើតមានឡើងនៅសហរដ្ឋអាមេរិកដែលជាព័ត៌មានក្តៅនៅក្នុងពេលបច្ចុប្បន្ននេះណាបាទអញ្ចឹងជាសាររបស់ខ្ញុំគឺខាងសហរដ្ឋអាមេរិកនេះបាទសហរដ្ឋអាមេរិកនេះគឺមានរឿងរ៉ាវអីកើតឡើងអញ្ចឹងគឺសភាហៅមកសួរណាហៅមកសួរធ្វើសារបណ្ណាការហ្នឹងអញ្ចឹងទៅត្រៀមខ្លួនឆ្លើយផងដែរណាมันអាចនឹងអនុវត្តការងារអ្វីដោយតែរួចខ្លួននោះទេគឺកំពុងតែក្តៅដែរនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគឺការដែលលោកប្រធានាធិបតី Donald Trump លោកមានគម្រោងអញ្ជើញអភិបាលរដ្ឋមកជួបជុំនៅក្នុងកម្មវិធីប្រចាំឆ្នាំដែលគេហៅថាកម្មវិធីជួបជុំអាហារល្ងាចជាមួយនឹងប្រធានាធិបតីបាទជាមួយនឹងប្រធានាធិបតីក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅកន្លែងនេះដែលคล้ายទៅជារឿងចម្រូងចម្រាសនោះគឺលោកបានអញ្ជើញតែអភិបាលរដ្ឋដែលមកពីខាងគណៈបកសាធារណរដ្ឋលោកអញ្ជើញខាងគណៈបកប្រជាធិបតេយ្យដល់អញ្ចឹងទៅបាទខាងគណៈបកប្រជាធិបតេយ្យគាត់ចេញសេចក្តីថ្លែងការណ៍បដិសេធតែអត់ចូលរួមទេអញ្ចឹងបាទមានអភិបាលរដ្ឋមួយគឺអភិបាលរដ្ឋ Maryland បាទគាត់ស្បែកខ្មៅហើយលោកប្រធានាធិបតីក៏មិនបានអញ្ជើញហើយរឿងនោះក៏បែកចេញមកបាទបែកផ្អើលចេញទៅហើយក៏មានរឿងតវ៉ាពីខាងគណៈបកប្រជាធិបតេយ្យពេលហ្នឹងគឺឥឡូវនេះនៅថ្ងៃនេះគឺខាងសមាគមអភិបាលរដ្ឋមកអញ្ចឹងគេមានសមាគមអភិបាលរដ្ឋដែលដឹកនាំដោយគណៈបកសាធារណរដ្ឋនៅពេលនេះគឺគាត់ថាឥឡូវអញ្ចឹងលុបចោលតែម្ដងបាទលុបចោលកម្មវិធីអាហារល្ងាចនៅសេតាវិមានជាមួយនឹងប្រធានាធិបតីប្រចាំឆ្នាំដែលតាមគម្រោងនោះគឺចង់ធ្វើពីថ្ងៃទី19ទៅដល់ថ្ងៃ21ខែកុម្ភៈនេះក៏ប៉ុន្តែឥឡូវនេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមនោះបាទគឺជាអភិបាលរដ្ឋអូក្លាហូម៉ាដែលមកពីខាងគណៈបកសាធារណរដ្ឋទៀតគាត់ថាគឺលុបចោលហើយដោយសារតែបេសកកម្មរបស់សហរដ្ឋអាមេរិកគឺតំណាងឲ្យអភិបាលរដ្ឋទាំង55រូបបាទទាំង55រូបដូច្នេះសមាគមនេះគឺมันអាចនឹងធ្វើឲ្យព្រឹត្តិការណ៍នេះបាទបំបែកបំបាក់សាមគ្គីភាពរបស់អភិបាលរដ្ឋបានទេឃើញអញ្ចឹងបានន័យថាសូម្បីតែអភិបាលរដ្ឋដែលមកពីខាងគណៈបកសាធារណរដ្ឋដែលគាត់មិនអាចទទួលយកបាននៅការដែលឃើញតែអភិបាលរដ្ឋគណៈបកសាធារណរដ្ឋនឹងទៅដែរគាត់សាមគ្គីគ្នាបាទសាមគ្គីគ្នាក្នុងការបដិសេធថាអញ្ចឹងដូច្នេះគឺมันអាចនឹងរៀបចំបានទេបាទគឺបើសិនបើចង់អញ្ជើញគឺទៅតែអញ្ជើញចូលរួមពីព្រោះនៅក្នុងពេលកន្លងមកព្រឹត្តិការណ៍ហ្នឹងគឺអភិបាលរដ្ឋទាំងពីរគណៈបកទៅបានអញ្ជើញទៅចូលរួមបាទហើយក្រុមខាង
អភិបាលរដ្ឋដែលមកពីខាងគណៈបកប្រជាធិបតេយ្យនោះគឺបាននិយាយជាជំហររួមគ្នាថាក្រមអភិបាលរដ្ឋនៃគណៈបកប្រជាធិបតេយ្យគឺគេនៅតែបាទសាមគ្គីគ្នាគឺមិនឈប់នៅក្នុងការប្រយុទ្ធដើម្បីការពារអ្វីដែលជាការងាររបស់ពួកគេដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងរដ្ឋរបស់ពួកគេនោះទេបាទគឺมันអាចនឹងធ្វើអញ្ចឹងបានទេហើយនៅពេលដែលអ្នកសារព័ត៌មានសួរទៅខាងសេតាវិមានវិញគឺអ្នកស្រី Caroline Levitt ដែលជាអ្នកនាំពាក្យរបស់សេតាវិមាននោះបានការពារចំណាត់ការរបស់លោកប្រធានាធិបតី Donald Trump ដែលបាទមិនអញ្ជើញអភិបាលរដ្ឋដែលមកពីខាងគណៈបកប្រជាធិបតេយ្យហ្នឹងបាទដោយអ្នកស្រីបានថ្លែងនៅថ្ងៃអង្គារនេះថាគឺសេតាវិមានកម្មវិធីដែលរៀបចំអាហារល្ងាចនៅសេតាវិមាននេះគឺជាបាទជារឿងមួយដែលរៀបចំនៅក្នុងគេថាផ្ទះរបស់ប្រជាពលរដ្ឋបាទសេតាវិមានគឺជាផ្ទះរបស់ប្រជាពលរដ្ឋបាទហើយលោកប្រធានាធិបតីគឺជាអ្នកនៅក្នុងផ្ទះហ្នឹងអញ្ចឹងដូច្នេះលោកប្រធានាធិបតីលោកមានសិទ្ធិអញ្ជើញនរណាក៏បានដែរដែលឲ្យមកចូលនៅក្នុងកម្មវិធីនោះអានេះជាការបកស្រាយរបស់ខាងសេតាវិមានណាបាទប៉ុន្តែក្នុងពេលកន្លងមកបាទគឺអញ្ជើញតាំងពីគណៈបកប៉ុន្តែរឿងអ្នកមកមិនមកនឹងរឿងរបស់គេទូយ៉ាងដូចជាលោកមួដែលជាអភិបាលរដ្ឋ Maryland កាលពីឆ្នាំមុនអាហារល្ងាចឆ្នាំមុនក៏គាត់មិនបានអញ្ជើញមកដែរប៉ុន្តែគេអញ្ជើញគាត់តែរឿងគាត់មិនមកជាជំរឿនរបស់គាត់បាទតែអ្នកស្រី Caroline Levitt គាត់បកស្រាយថាលោកប្រធានាធិបតីចង់អញ្ជើញណាជាសិទ្ធិរបស់លោកប្រធានាធិបតីបាទអញ្ចឹងនេះគឺជាការវិវត្តនៅរដ្ឋធានី Washington ដែលកំពុងតែមានការចាប់អារម្មណ៍ផងដែររឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែលសារព័ត៌មាននានាទាំងសារព័ត៌មានកសែតទូរទស្សន៍ឲ្យផ្សព្វផ្សាយយ៉ាងខ្លាំងក្លានោះគឺដំណើរធម្មយាត្រាដើម្បីសន្តិភាពរបស់ព្រះសង្ឃព្រះពុទ្ធសាសនាដែលបានចេញដំណើរអស់រយៈពេលជាច្រើនខែមកហើយឥឡូវនេះបាននិមន្តមកដល់រដ្ឋធានី Washington ហើយបាទរឿងនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យច្រើនណាស់គឺបានមកដល់ថ្ងៃអង្គារទី10ខែកុម្ភៈនៅឆ្នាំ2026នៅរដ្ឋធានី Washington បន្ទាប់ពីបានធ្វើដំណើរចេញពីរដ្ឋ Texas បាទអស់ជាច្រើនខែតាំងពីខែ10មកចុងខែ10មកនិមន្តដោយជើងជាប់ជានិច្ចតែម្ដងហើយព្រះសង្ឃបាទក្លាហានណាស់ហើយបាទគួរឲ្យគោរពហើយដំណើរសរុបរបស់នោះគឺចំនួន2300ម៉ៃលដែលគិតជាគីឡូគឺ3700គីឡូម៉ែត្រដើរមកជាប់តែម្ដងដំណើរនោះគេហៅថាធម្មយាត្រាដើម្បីសន្តិភាពបាទជាភាសាអង់គ្លេសថា Walk for Peace បាទគឺបានធ្វើដំណើរច្រើនហើយឆ្លងកាត់រដ្ឋជាច្រើនដូចជារដ្ឋចេញពី Texas មកឆ្លងកាត់រដ្ឋ Louisiana Mississippi Alabama Georgia South Carolina North Carolina Virginia ហើយព្រឹកមិញនេះមកដល់រដ្ឋធានី Washington ហើយខ្ញុំបានសម្ភាសជាមួយបដិជគុណមឹងសាងផងដែរអំពីរឿងនោះប្រិមត្តបានស្ដាប់ហើយនៅបទសម្ភាសហ្នឹងបាទគឺហើយមានរឿងអស្ចារ្យច្រើនណាស់ដែលអ្នកខ្លះហ្នឹងសុខចិត្តបើកឡានច្រើនម៉ោងមកគ្រាន់តែដើម្បីចូលរួមនៅក្នុងកម្មវិធីហ្នឹងអ្នកខ្លះហ្នឹងគឺអាកាសធាតុត្រជាក់ហ្នឹងគឺចេញមកលុតជង្គង់ថ្វាយបង្គំលោកតាមផ្លូវហើយលោកផ្សព្វផ្សាយនៅមេត្តាធម៌ជាពិសេសសារសំខាន់ហ្នឹងគឺថានៅក្នុងខ្លួនយើងម្នាក់មានសន្តិភាពហើយដូច្នេះយើងត្រូវយកអាសន្តិភាពនៅក្នុងខ្លួនយើងនឹងមកប្រើប្រាស់កុំឲ្យយកហិង្សាបាទមកប្រើប្រាស់នៅក្នុងសង្គមក្តីក្នុងជីវិតក្តីហ្នឹងគឺត្រូវតែផ្សព្វផ្សាយសារសន្តិភាពហើយនៅ North Carolina បាទមានអភិបាលរដ្ឋបានចេញមកដែរបាទគឺស្វាគមន៍ហើយនឹងអបអរសាទរថ្លែងនៅ North Carolina គឺអភិបាលរដ្ឋក្នុងគឺលោក George Stan បានចេញមកថ្លែងអំណរគុណដល់ព្រះសង្ឃទាំងអស់នោះដែលបានបញ្ជូនសារនេះជាការមួយដែលថាបំផុសទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់នោះហើយប៉ុន្តែបើតាមសេចក្តីរាយការណ៍នានានោះគឺបាទអ្នកសារព័ត៌មាននេះគាត់បានប្រកែករាយការណ៍គាត់សរសេរល្អអំពីរឿងកាត់ឡើងតាមផ្លូវនឹងយ៉ាងម៉េចប៉ុន្តែមានរឿងអកុសលមួយគឺកាលពីនៅ Texas នោះមានឡានមួយនោះឡាន truck មួយនោះបានបុករថយន្តដែលអមក្បួនធម្មយាត្រានៅកាត់កន្លែងហ្នឹងគឺឲ្យបានធ្វើឲ្យប្រសង2អង្គរងរបួសបាទ2អង្គរងរបួសហើយព្រះអង្គមួយអង្គដូចជាដាច់គឺដាច់ជើងបាទឬក៏ដាច់កន្លែងណាគាត់ថាភាសាអង់គ្លេសថា lost part of his leg បាទមិនដឹងជាដាច់កន្លែងណាមិនច្បាស់ដែរណាបាទគឺបានន័យថាមានបញ្ហាដែរក៏ប៉ុន្តែនៅក្នុងសេចក្តីរាយការណ៍ថាគឺទោះបីជាមានរឿងរ៉ាវកើតឡើងគ្រោះថ្នាក់យ៉ាងហ្នឹងក៏ដោយទ
ទោះបីជាជួបអាកាសធាតុអាក្រក់ក៏ដោយក៏មិនអាចបញ្ឈប់ដំណើររបស់ព្រះអង្គបានដែរនិមន្តរហូតទៅដល់ទីបញ្ចប់គឺមកដល់រដ្ឋធានី Washington ហើយនឹងនៅទីនេះរហូតដល់រយៈពេល3ថ្ងៃដើម្បីផ្សព្វផ្សាយមេត្តាធម៌ធម៌អំពីសន្តិភាពនឹងក៏ដូចជាការស្នើសុំទៅដល់សភារបស់សហរដ្ឋអាមេរិកឲ្យទទួលស្គាល់ថ្ងៃវិសាខបូជាជាទិវាសម្រាប់មួយរបស់សហរដ្ឋអាមេរិកផងដែរបាទអញ្ចឹងគឺតាមផ្លូវមកហ្នឹងគឺមកប្រិមិត្តឃើញរូបភាពនេះមួយគឺប៉ូលីសអមរហូតបាទប៉ូលីសអមរហូតអស្ចារ្យសម្រាប់ណាបាទយើងក៏មើលអត្ថបទហ្នឹងគឺក៏រំភើបដែរក៏ប៉ូលីសអមការពារសុវត្ថិភាពព្រះអង្គនិមន្តផ្សាយមេត្តាធម៌សន្តិភាពនឹងជាប់ជារៀងរហូតមកណាបាទហើយមានដូចជាមកដល់រដ្ឋធានី Washington ហ្នឹងក៏មានអ្នកខ្លះបើកឡានរាប់ម៉ោងដើម្បីមកចូលរួមដើម្បីស្ដាប់ហើយនឹងអ្នកខ្លះហ្នឹងក៏យកអាហារយកគ្រឿងអីណាមកប្រគេនហើយតាមសេចក្តីរាយការណ៍ហ្នឹងគឺមានកន្លែងខ្លះព្រះអង្គថែមទាំងបាននិមន្តអត់ពាក់ស្បែកជើងតែម្ដងបើទោះបីជាអាកាសធាតុយ៉ាងណាក៏ដោយគឺនិមន្តហើយក៏មានបញ្ហារបួសឲ្យច្រើនហ្នឹងបាទហើយកាលពីម្សិលមិញខ្ញុំក៏បានសម្ភាសខាងប្រសង់កម្ពុជាក៏បានចូលរួមនៅក្នុងពិធីនៅរដ្ឋធានី Washington គឺមានប្រសង់មកពីរដ្ឋជាច្រើនណាមកជួបជុំគ្នាហ្នឹងប្រសង់ដែលនិមន្តហ្នឹងគឺប្រហែលជាជាង20អង្គទេណាជាង20អង្គទេនិមន្តជាប់ជារៀងរហូតមកក៏ប៉ុន្តែមកកម្មវិធីនៅរដ្ឋធានី Washington គឺច្រើនមែនតើគឺមកជួបជុំដើម្បីសូត្រធម៌សូត្រអីរួមគ្នាហ្នឹងបាទហ្នឹងគឺខ្ញុំជម្រាបជូនប៉ុណ្ណឹងណាជម្រាបព័ត៌មានប៉ុណ្ណឹងបាទអស្ចារ្យមែនតើបាទអញ្ចឹងសូមអរគុណប៉ុណ្ណឹងបាទសូមជម្រាបលាយើងនឹងជួបគ្នានៅពេលក្រោយបាទសូមជម្រាបលាបាទ